កម្មពិធីចម្រើនព្រះជន្មព្រះអនុជឲ្យបានអធិកអធមក្រោមការចាត់ចែងរបស់សេរសានកូនលោកអគ្គសេនាសូម្បីតែបរិយាដំណាក់នេះក៏នាងជាអ្នកចាត់ចែងរៀបចំថ្វាយព្រះអនុជដែរប៉ុន្តែនៅព្រាមខ្ញុំឮថាសេរសានកូនស្រីលោកជាមនុស្សឆ្លៀវឆ្លាតមានប្រាជ្ញាវាងវៃណាស់ហើយជាអ្នកពូកែនិទានរឿងទៀតផងមែនទេលោកអគ្គសេនាក្រាបទូលព្រះអង្គម្ចាស់ទូបង្គំមិនហ៊ានអួតអាងពីកូនស្រីខ្លួនទេត្រង់នេះសូមព្រះអង្គម្ចាស់ទ្រង់ឆ្វេងយល់និងវិនិច្ឆ័យដោយអង្គឯងចុះក្រាបទូល លោកដាក់ខ្លួនពេកហើយក្នុងដែននគរពេលឥឡូវនេះអ្នកណាមិនល្បីថាសេរសានជាអ្នកកំពូលនិទានរឿងថ្វាយព្រះរាមរបស់យើងទ្រង់សន្តាប់រាល់យប់នោះដូច្នេះហើយបានជាយើងស្រូតមកពីនគរសាមកាន់ដោយចង់ជួបមុខនាងផ្ទាល់ខ្លាំងណាស់តើនាងពិតជាពូកែដូចអ្នកដទៃគេនិយាយពិតមែនដែរទេព្រះអនុជជាទីស្រឡាញ់របស់បងល្ងាចនេះប្អូននឹងបានជួបសេរសាទហើយប្អូននឹងដឹងថានាងពូកែប៉ុណ្ណាហើយឆ្លាតវាងវៃប៉ុណ្ណាពេលនោះប្អូននឹងវិនិច្ឆ័យបានហើយណាព្រះអនុជព្រោះបងជាអ្នកឲ្យនាងរៀបចំក្រយាស្ងោយទទួលព្រះអនុជល្ងាចនេះល្អណាស់ព្រះរាមទូបង្គំកាន់តែចង់ស្គាល់នាងហើយចង់ដឹងថាតើសេរសាទមានថ្វីដៃធ្វើក្រយាស្ងោយឆ្ងាញ់ប៉ុណ្ណាទេបានជាព្រះរាមសុខចិត្តឲ្យសេរសាទធ្វើព្រះក្រយាស្ងោយឲ្យទូបង្គំដោយផ្ទាល់ដៃបែបនេះដូច្នេះទូបង្គំក៏បានត្រៀមអំណោយឲ្យសេរសាទវិញដែរក្រាបទូលល្អអញ្ចឹងអនុជចាត់ចែងចុះចំណែកលោកមន្ត្រីទាំងអស់គ្នាត្រៀមខ្លួនចូលរួមក្នុងពិធីជប់លៀងសោយសយៈភោជល្ងាចនេះដែរហើយមើលជួយចាត់ចែងរៀបចំឲ្យបានល្អផងលីទីទទួលព្រះរាជបញ្ជាក្រាបទូលលោកអគ្គសេនាមិនក៏លោកមានទឹកមុខសពប់សពូនម្លេះហើយឲ្យខ្ញុំសប្បាយចិត្តយ៉ាងម៉េចទៅលោកឧបរាជតើព្រះអង្គម្ចាស់សាហារានិងព្រះអង្គម្ចាស់សាសនងចង់ធ្វើអីឲ្យប្រកាសទៅខ្ញុំខ្លាចណាស់ខ្លាចតែកូនស្រីខ្ញុំឆ្លងមិនផុតដំណាក់កាលប្រហារជីវិតទេសម្រាប់ខ្ញុំមិនយល់ដោយលោកទេព្រោះនៅតាមផ្លូវធ្វើដំណើរមកកាន់ព្រះនគរព្រះអង្គម្ចាស់សាសនងឧស្សាហ៍សួរខ្ញុំពីកូនស្រីលោកណាស់ហើយព្រះអង្គម្ចាស់មានបន្ទូលសរសើរកូនស្រីលោកមិនដាច់ពីមាត់ដែលមានសមត្ថភាពកែប្រែប្រតិព្រះអង្គមិនឲ្យប្រហារជីវិតនាងបានដោយការនិទានរឿងថ្វាយព្រះអង្គសន្តាប់លោកជារាជអាមាត្យលោកមិនដឹងទេថាព្រះអង្គកំពុងតែខ្ញាល់នឹងកូនស្រីខ្ញុំដែលនិទានរឿងស្ដេចក្មេងនៅនគរកោះខ្មៅថ្វាយព្រះអង្គសន្តាប់ព្រឹកមិញព្រះអង្គពិរោធខ្លាំងណាស់នៅពេលដែលទ្រង់ស្ដាប់ឮរឿងនេះព្រោះព្រះមហេសីស្ដេចក្មេងនោះជាមនុស្សផិតក្បត់ទៅលួចលាក់មានសហាយធ្វើឲ្យស្ដេចជំទង់ក្មេងខ្ញាល់ខ្លាំងក៏លួចទៅកាត់ក្បាលសហាយនោះត្រង់នេះហើយដែលធ្វើឲ្យព្រះអង្គពិរោធដូចជារឿងពិតជាក់ស្ដែងទៅនឹងខ្លួនព្រះអង្គអញ្ចឹងពិតមែនណាលោកអគ្គសេនាអញ្ចឹងបានន័យថាព្រះមហេសីរបស់ព្រះអង្គយើងជាម្ចាស់ជីវិតដំកល់លើត្បូងច្បាស់ជាផិតក្បត់ព្រះអង្គហើយបានជាព្រះអង្គស្ដាប់ឮរឿងនេះរួចទ្រង់ពិរោធខ្លាំងបែបនេះត្រង់នឹងហើយដែលខ្ញុំព្រួយបារម្ភនោះណាលោកឧបរាជកូនស្រីខ្ញុំបាននិយាយដោយជឿជាក់ថានាងច្បាស់ជាអាចធ្វើឲ្យព្រះអង្គកែប្រែប្រតិបានលះបង់ច្បាប់ប្រហារជីវិតស្ត្រីចោលតែសម្រាប់ខ្ញុំវិញណាគ្មានជំនឿទេយ៉ាងណាក៏ខ្ញុំនៅតែជឿជាក់លើកូនស្រីលោកដែររយៈពេលជាង1ឆ្នាំមកនេះកូនស្រីរបស់លោកអាចរួចផុតពីការប្រហារជីវិតនៃរាជបញ្ជារបស់ព្រះអង្គដោយសរបញ្ជាក់ថាកូនស្រីលោកអាចធ្វើឲ្យព្រះអង្គជ្រួតជ្រាបនៃបញ្ហាទាំងឡាយដែលកើតឡើងក្នុងជីវិតដែរគ្រាន់តែមិនទាន់ដល់ពេលវេលាទាំងព្រមដែលអាចធ្វើឲ្យព្រះអង្គសម្រេចប្រតិយលើកលែងទោសប្រហារជីវិតនាងនិងស្ត្រីទាំងអស់ក្នុងព្រះនគរបានសូមលោកតាំងចិត្តឲ្យមាំជឿជាក់លើកូនស្រីលោកចុះលោកឧបរាជសង្ឃឹមថាអ្វីពិតដូចមាត់របស់លោកនិយាយទៅចុះខ្ញុំមានតែបន់ព្រះសំពះទេវតាឲ្យព្រះអង្គយល់ពីចិត្តកូនស្រីខ្ញុំសេរសាទដែលមានភក្តីភាពស្មោះត្រង់ចំពោះព្រះអង្គព្រោះខ្ញុំគ្មានជំរឿសអ្វីអាចជួយកូនស្រីបានក្រៅពីនេះទេសូមកាត់បង្គំព្រះអង្គម្ចាស់ល្អហើយសេរសាទឌីណាសាទក្រោកឡើងចុះសូមអរព្រះគុណព្រះអង្គសេរសាទនេះជាព្រះអនុជរបស់យើងសាសនងគេសរសើរនាងដែលតុបតែងរាជដំណាក់របស់គេបានយ៉ាងល្អវិចិត្រ
ធ្វើឲ្យព្រះអនុជយើងសប្បាយប្រទិញណាស់មិនហើយសេរសាទរាជដំណាក់របស់យើងមិនដែលធ្លាប់មានអ្នកណាតុបតែងឲ្យបានល្អបែបនេះទេហើយយើងក៏ល្បីថានាងជាអ្នកពូកែនិទានរឿងថ្វាយព្រះរាមយើងសន្តាប់ដែរជាពិសេសល្ងាចនេះនាងធ្វើកិរិយាស្ងើយថ្វាយយើងដោយផ្ទាល់ដៃទៀតគួរឲ្យស្ងើចសរសើរនាងណាស់ សូមអរព្រះគុណព្រះអង្គម្ចាស់សាសនងដែលទ្រង់ទាំងពីរបានសរសើរខ្ញុំម្ចាស់ការពិតទៅនេះជាភារៈរបស់ខ្ញុំម្ចាស់ដែលបានទទួលរាជបញ្ជាពីព្រះអង្គរៀបចំព្រះរាជដំណាក់និងធ្វើកិរិយាស្ងើយថ្វាយព្រះអង្គម្ចាស់ដែលយើងមកពីឆ្ងាយមកកាន់ដែននគររបស់យើងខ្ញុំម្ចាស់ត្រេកអរណាស់ដែលព្រះអង្គម្ចាស់សពប្រតិតែការងារនេះមិនមែនធ្វើបានដោយជោគជ័យដោយខ្ញុំម្ចាស់តែម្នាក់ឯងនោះទេគឺមានការចូលរួមពីបងប្អូនស្រីខ្ញុំម្ចាស់ឌីណាសាទនិងពួកសេនាអាមាត្យស្នំភេលៀងទាំងឡាយជាពិសេសគឺចុងភៅឯកប្រចាំព្រះរាជវាំងដែលបានធ្វើកិច្ចការទាំងអស់នេះបានដោយជោគជ័យក្រាបទូល